អ្នកទាំងអស់គ្នាបែរជាស្គាល់យីហោ KFC ប៉ុន្តែមានមនុស្សតិចតួចបំផុតដែលចាប់អារម្មណ៍ទៅលើប្រវត្តិរបស់ម្ចាស់ KFC នៅអាយុ5ឆ្នាំគាត់បានបាត់បង់ឪពុកម្កើតនៅអាយុ16ឆ្នាំគាត់បានបោះបង់ការសិក្សាហើយនៅអាយុ17ឆ្នាំគាត់ត្រូវបានគេបញ្ឈប់ពីការងារចំនួន4កន្លែងនៅអាយុ18ឆ្នាំគាត់បានរៀបការហើយធ្វើការជាអ្នកជួសជុលផ្លូវរថភ្លើងប៉ុន្តែក្រោយមកប្រពន្ធក៏រត់ចោលហើយយកកូនស្រីទៅតាមទៀតជីវិតដែលគ្មានគ្រួសារជីវិតដែលគ្មានការងារជីវិតដែលគ្មានទីពឹងអ្វីទាំងអស់តែคล้ายជាមហាសេដ្ឋីពាន់លាននៅអាយុ88ឆ្នាំនេះគឺជាជីវិតពិតរបស់ Colonel Sanders ដែលមានរហស្សនាមថាជាបេដា KFC នេះគឺជាជីវិតពិតរបស់មនុស្សដែលបរាជ័យជាងគេបំផុតលើលោកគាត់ចូលហត្ថហ៊ានក៏ត្រូវគេដេញចេញគាត់ចង់ធ្វើជាអ្នកលាងចានក៏ត្រូវគេបដិសេធគាត់ធ្លាប់ធ្វើជាអ្នកលក់ធានារ៉ាប់រងក៏ត្រូវបានគេបដិសេធដោយសារតែសមីអន់ពេកក្រោយមកគាត់ក៏ខ្លាចទៅជាកូនកំបិតនឹងលាងចាននៅក្នុងហាងកាហ្វេមួយដោយរស់នៅយ៉ាងវេទនាបំផុតរហូតដល់អាយុ65ឆ្នាំនៅថ្ងៃចូលនិវត្តន៍គាត់ទទួលបានសែក$105ពីរាជរដ្ឋាភិបាលហើយគាត់មានអារម្មណ៍ថាវាដូចជាត្រូវម្ដាយកណ្ដាលមុខអញ្ចឹងតើជីវិតរបស់ខ្ញុំរស់ដូចម្ដេចបើអាយុ65ឆ្នាំទៅហើយខ្ញុំមានលុយត្រឹមតែ$105ក្រោយពីគិតចប់គាត់ក៏ជ្រើសរើសយកមធ្យោបាយសម្លាប់ខ្លួននៅពេលដែលរៀបចំសម្លាប់ខ្លួនគាត់បានអង្គុយទៅសេសវត្តមួយរៀបរាប់ពីជីវិតដ៏កំសត់របស់គាត់ប៉ុន្តែការប៉ុនប៉ងមួយនេះវាមិនបានសម្រេចនោះទេពីព្រោះគាត់បាននឹកឃើញរឿងជាច្រើនដែលគាត់មិនទាន់បានធ្វើនៅឡើយហើយក្នុងនោះគឺជាការប្រឡាក់សាច់មាន់ដែលមិនទាន់មានអ្នកណាម្នាក់បានភ្លក់វានៅឡើយនោះទេហើយនេះហើយគឺជាថ្ងៃកំណើតរបស់ KFC យ៉ាងណាមិញភាពបរាជ័យនៅតែតាមគាត់រហូតគាត់បានទៅជួបភោជនីយដ្ឋានចំនួន1009កន្លែងដើម្បីដាក់សាច់មាន់ចូលប៉ុន្តែត្រូវគ្រប់គ្នាបដិសេធទាំងអស់ក្រោយពីបរាជ័យនៃការយក license restaurant ថ្ងៃមួយគាត់ក៏បានទទួលពាក្យ yes លើកដំបូងពីអ្នកទី1010ក៏លេចទៅមើលអ្នកវិញបើសិនជាអ្នកបរាជ័យ1 2 100ដងតើអ្នកអាចញញឹមជាមួយក្តីសង្ឃឹមថ្មីបានទេបើសិនជាអ្នកមិនអាចរឿងរបស់គាត់គឺបានបង្រៀនអ្នកទាំងអស់គ្នាហើយវាបានប្រាប់អ្នកទាំងអស់គ្នាថាចាស់ពេកមិនមែនមានន័យថាក្តីសម័យហួសដលេនោះទេអ្នកអាចរះបានគ្រប់ពេលវេលា